នៅក្នុងថ្ងៃមុនយើងបានស្គាល់ពីប្រាសាទទី1រួចហើយដែលស្ថិតនៅក្នុងខេត្តកំពតនៅក្នុងថ្ងៃនេះយើងចូលទៅដល់ប្រាសាទទី2ជាបន្តទៀតដែលប្រាសាទទី2នេះមានឈ្មោះថាប្រាសាទភ្នំឈ្ងោកប្រាសាទភ្នំឈ្ងោកមានទីតាំងស្ថិតនៅភូមិមានរិទ្ធឃុំត្រពាំងព្រេងស្រុកកំពតខេត្តកំពតដែលមានចម្ងាយប្រមាណ12គីឡូម៉ែត្រពីភាគខាងកើតនៃទីរួមខេត្តកំពតតាមប្រភពគេហទំព័រដែលខ្ញុំបានស្រាវជ្រាវបានរៀបរាប់ថាប្រាសាទភ្នំឈ្ងោកនេះធ្លាប់បានសិក្សាស្រាវជ្រាវដោយអ្នកសិក្សាខ្មែរនិងអ្នកសិក្សាបរទេសជាច្រើនរួចមកហើយជាពិសេសគឺជាការសិក្សាដំបូងដែលអ្នកស្រាវជ្រាវជាជនជាតិបារាំងជាច្រើនអ្នកផងដែរប្រាសាទនេះស្ថិតនៅក្នុងល្អាងភ្នំឈ្ងោកដែលសង់ឡើងពីឥដ្ឋមានរាង4ជ្រុងរីឯដំបូលមាន3ថ្នាក់តាមទម្រង់ត្រាវិតនៃសិល្បៈឥណ្ឌាខាងត្បូងលក្ខណៈពិសេសដែលគេអាចកត់សម្គាល់នោះគឺប្រាសាទនេះសង់គ្របពីលើលឹងធម្មជាតិមួយដែលជាប្រភេទថ្មកំបោរនិងមានសង់ស្នាមទ្រនីមួយធ្វើពីថ្មភក់សម្រាប់ទ្រសិវលឹង្គផងដែរនៅលើទ្វារចូលប្រាសាទយើងឃើញមានសល់បំណែកផ្តែរទ្វារធ្វើអំពីឥដ្ឋនៅចុងសងខាងមានចម្លាក់រូបសត្វមកបែរមុខចូលខាងក្នុងខ្ជាក់ក្បាច់អង្កត់ធ្នូដែលមានរាងកោងក្នុងទម្រង់ស្រដៀងផ្តែរជាច្រើនដែលយើងធ្លាប់បានឃើញនៅតំបន់ថ្លាបរិវត្តខេត្តស្ទឹងត្រែងនិងស្រដៀងផ្តែរទ្វារនៅគុកព្រះធាតុខេត្តកំពង់ចាមក្រៅពីនេះនៅខាងលើផ្តែរទ្វារយើងក៏ឃើញមានហៅជាងមានរាងដូចជាជើងអក្សរកលម្អដោយក្បាច់ចម្លាក់ផ្សេងៗដែលយើងអាចចាត់ទុកបានថាជាហៅជាងប្រាសាទដែលធ្វើអំពីឥដ្ឋដ៏ចំណាស់មួយនៅក្នុងសិល្បៈខ្មែរដែលមាននៅរូបរាងល្អបែបនេះប្រាសាទភ្នំឈ្ងោកនេះគេធ្លាប់បានរកឃើញសិលាចារឹកមួយចារអក្សរចំនួន2ជ្រុងដែលជ្រុងទី1មានចំនួន11បន្ទាត់និងជ្រុងទី2មានចំនួន13បន្ទាត់ចុះបញ្ជីលេខ K46 ដែលចារឹកជាភាសាសំស្ក្រឹតនិងជាភាសាខ្មែរបុរាណប៉ុន្តែផ្នែកខាងភាសាសំស្ក្រឹតបានរលុបស្ទើរតែអស់ទៅហើយនាំឲ្យគេមិនអាចបកប្រែសេចក្តីបានឡើយសិលាចារឹកនេះមិនអាចផ្ដល់កាលបរិច្ឆេទណាមួយឲ្យគេដឹងឡើយតែអត្ថន័យនៅក្នុងសិលាចារឹកនេះបានរៀបរាប់ពីដង្វាយថ្វាយទៅដល់ព្រះអាទិទេពដែលជាព្រះឥសូរហើយដង្វាយទាំងនោះមានដូចជាគោក្របីស្រែស្លានិងខ្ញុំបម្រើស្រីប្រុសជាច្រើនអ្នកហើយមានដាក់បណ្ដាសាឲ្យធ្លាក់នរកចំពោះជនណាដែលបានលួចទ្រព្យសម្បត្តិទាំងនេះទៀតផងតាមសិលាចារឹកខាងលើអ្នកសិក្សាស្រាវជ្រាវយល់ស្របគ្នាថាសិលាចារឹកនេះទំនងជាចារឡើងនៅរវាងសតវត្សទី7នៃគ្រិស្តសករាជហើយប្រាសាទនេះគេសន្និដ្ឋានថាទំនងជាសាងសង់ឡើងក្នុងចន្លោះពាក់កណ្ដាលសតវត្សទី6ដល់ដើមសតវត្សទី7ពោលគឺចាប់ពីចន្លោះរជ្ជកាលព្រះបាទរុទ្រវរ្ម័នរហូតដល់រជ្ជកាលព្រះបាទមហេន្ទ្រវរ្ម័នហើយប្រាសាទភ្នំឈ្ងោកនេះសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាព្រោះសិលាចារឹកលេខ K46 ដែលរកឃើញនៅត្រង់ប្រាសាទនេះផ្ទាល់បានចារពីដង្វាយថ្វាយទៅដល់ព្រះអាទិទេពដែលដង្វាយទាំងនោះមានដូចជាគោក្របីស្លាដូងជាដើមដែលនេះជាពិធីប្រពៃណីនៃព្រហ្មញ្ញសាសនាម្យ៉ាងវិញទៀតប្រាសាទនេះក៏បានសង់គ្របពីលើលឹងថ្មធម្មជាតិដែលសិវលឹង្គនេះគឺជានិមិត្តសញ្ញានៃព្រះឥសូរដែលទាំងនេះគឺជាភស្តុតាងដ៏សំខាន់សម្រាប់បញ្ជាក់ថាប្រាសាទនេះសង់ឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាយ៉ាងពិតប្រាកដនៅទីតាំងនេះក្រៅពីប្រាសាទបុរាណដ៏ស័ក្តិសិទ្ធិមួយនេះហើយនៅភ្នំឈ្ងោកនេះផ្ទាល់ក៏ជារមណីយដ្ឋានធម្មជាតិដែលមានភាពល្បីល្បាញខ្លាំងដោយសារតែភ្នំឈ្ងោកមានរូងសរុបចំនួន121រូងដែលអ្នកទេសចរអាចដើរទស្សនាបានហើយរូងទាំងអស់នោះបើតាមជំនឿរបស់ប្រជាពលរដ្ឋក្នុងស្រុកបានលើកឡើងថាជាកន្លែងដ៏ស័ក្តិសិទ្ធិផ្សេងៗគ្នាដែលមានដូចជាល្អាងប្រាសាទភ្នំឈ្ងោកល្អាងភេកមាសចែកចេញជាល្អាងភ្លេងល្អាងពិណពាទ្យនិងល្អាងព្រះសូត្រដែលគោះថ្មឬសំឡេងភ្លេងជាដើមនិងល្អាងព្រះម៉ែគង្គគាជាកន្លែងបន់ស្រន់សុំទឹកភ្លៀងជាដើមរីឯនៅលើកំពូលភ្នំមានរូបជាច្រើនដែលភ្ញៀវទេសចរអាចដើរសម្លឹងមើលផ្ទាំងថ្មដែលមានលំនាំដូចជាសត្វដំរីឥន្ទ្រីអណ្ដើកនិងក្រពើជាដើមដែលទាំងនេះគឺជាភាពទាក់ទាញភ្ញៀវទេសចរឲ្យចាប់អារម្មណ៍និងមកទស្សនាកម្សាន្តទោះជាយ៉ាងណាមិញយើងក៏មិនអាចមើលរំលងពីភាពអស្ចារ្យរបស់ប្រាសាទបុរាណដែលស្ថិតនៅក្នុងល្អាងភ្នំនេះបានដែរព្រោះប្រាសាទបុរាណនេះគឺជាកេរដំណែលប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបានហេតុដូចនេះ
សូមបងប្អូនទាំងអស់គ្នាចូលរួមលើកស្ទួយនិងថែរក្សាការពាររាល់សម្បត្តិវប្បធម៌បុរាណទាំងអស់គ្នាព្រមទាំងបន្តជួយផ្សព្វផ្សាយឲ្យប្រាសាទភ្នំឈ្ងោកនេះកាន់តែមានភាពល្បីល្បាញជាងនេះបន្ថែមទៀតហើយក្នុងពេលថ្មីៗនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានត្រៀមរៀបចំឯកសារដើម្បីស្នើយកប្រាសាទភ្នំឈ្ងោកចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការ UNESCO ផងដែរ